បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទនិយាយអំពីការងារប្រទេសជប៉ុនបាទនៅពេលនេះខ្ញុំក៏មានចំណេះដឹងមួយចំនួនពាក់ព័ន្ធទៅនឹងការងារប្រទេសជប៉ុនដែលចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យដឹងថាតើអ្វីទៅជាឱកាសការងារសិក្ខាកាមនៅប្រទេសជប៉ុនបាទដូច្នេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាដើម្បីជួបនៅការបកស្រាយរបស់លោកគ្រូហងសម្បត្តិដែលជានាយកប្រតិបត្តិនៃសាលាភាសាជប៉ុនហត្ថរីទាំងអស់គ្នាបាទសូមជួយស្ដាប់គាត់បកស្រាយទាំងអស់គ្នាឱកាសការងារសិក្ខាកាមគឺជាឱកាសវឹកវើការងារនៅប្រទេសជប៉ុនដើម្បីទទួលបានមកវិញនៅចំណេះជំនាញបច្ចេកទេសការងារនិងទទួលបាននៅស្មារតីការងារបែបជប៉ុនគឺជាឱកាសមួយដែលប្រទេសជប៉ុនបានផ្ដល់ឲ្យតាំងពីឆ្នាំ2003មកម្លេះមានន័យថាមានរយៈពេលជាង20ឆ្នាំមកហើយឱកាសការងារនេះមានតម្លៃសំខាន់បំផុតសម្រាប់យុវជនយុវនារីវ័យក្មេងដែលនៅមិនទាន់មានស្មារតីការងារមិនទាន់មានជំនាញការងារមិនទាន់មានបទពិសោធន៍ការងារជាពិសេសគឺនឹងធ្វើឲ្យពួកគេคล้ายទៅជាធនធានមនុស្សមួយមានចំណេះភាសាជប៉ុនមានជំនាញការងារជាក់លាក់មានស្មារតីការងារខ្លាំងបែបជប៉ុនតែម្ដងអាណាព្យាបាលឪពុកម្ដាយដែលព្រួយបារម្ភថាខ្លាចកូនមិនមានចំណេះជាទីពឹងមិនមានគំនិតជាទីពឹងមិនមានជំនាញជាទីពឹងសម្រាប់មួយជីវិតរបស់ពួកគេការនាំកូនឲ្យមកសិក្សានិងរៀនធ្វើការនៅប្រទេសជប៉ុនជាមួយនឹងឱកាសនេះគឺជាការរកតម្លៃឲ្យជីវិតកូនរបស់លោកអ្នកប្រសើរជាទីបំផុតដោយយល់ឃើញថាឱកាសនេះមានតម្លៃសម្រាប់យុវជនវ័យក្មេងក៏ដូចជាសម្រាប់អាណាព្យាបាលដែលចង់រកអនាគតឲ្យកូននោះទើបសាលាភាសាជប៉ុនហត្ថរីបានកំណត់យកឱកាសនេះគឺជាឱកាសដែលមានសារៈសំខាន់ដែលត្រូវតែផ្ដល់ការពន្យល់ទៅកាន់យុវជនឲ្យបានយល់ហើយនឹងពន្យល់ទៅដល់អាណាព្យាបាលយើងបានរៀបចំនៅគម្រោងការងារនេះផ្សារភ្ជាប់នៅផែនការសកម្មភាពជាច្រើនបាទពន្យល់អំពីតម្លៃជាច្រើនហើយយើងបានធ្វើការសហការជាមួយនឹងដៃគូបណ្ដុះបណ្ដាលហើយនឹងធនាគារដើម្បីរៀបចំឲ្យបងប្អូនទទួលបាទទៅឈោងចាប់យកឱកាសនេះដោយងាយស្រួលជាទីបំផុតបើយើងធ្វើការប្រៀបធៀបជាមួយនឹងឱកាសការងារជាមួយកន្លែងផ្សេងមានន័យថាជាមួយនឹងប្រទេសផ្សេងដែលផ្ដល់ឱកាសជូនទៅដល់ប្រទេសកម្ពុជាប្រជាជនកម្ពុជាអាចទៅធ្វើបាននោះគឺគ្មានប្រទេសណាមួយដែលផ្ដល់ឱកាសទៅរៀនធ្វើការហើយទទួលបាននៅចំណេះជំនាញនិងទទួលបានប្រាក់ដោយឱកាសការងារប្រទេសជប៉ុននោះទេសាលាភាសាជប៉ុនហត្ថរីយើងសូមអំពាវនាវបាទដល់អាណាព្យាបាលហើយនិងយុវជនទាំងអស់ដែលមានបំណងចង់ទៅរកអនាគតរបស់ខ្លួនហើយជាមួយទីកន្លែងដែលមានរៀបចំនៅផែនការកំណត់ច្បាស់លាស់ដើម្បីកុំឲ្យធ្លោះធ្លោយបាទចាញ់បោកជាដើមឡាក់នោះបាទសូមអញ្ជើញទំនាក់ទំនងមកកាន់បាទសាលាភាសាជប៉ុនដែលយើងមានយន្តការច្បាស់លាស់មានគណៈកម្មការបាទច្បាស់លាស់នៅក្នុងការបម្រើនិងជួយបងប្អូនកូនក្មួយយុវជនទៅមានអនាគតប្រសើរនៅលើទឹកដីជប៉ុនបងប្អូនកូនក្មួយអាចទំនាក់ទំនងមកកាន់សាលាយើងដែលស្ថិតនៅអាគារក្នុងផ្ទះល្វែងកសិកម្មចំការដូងមុខសាកលវិទ្យាល័យកសិកម្មចំការដូងចម្ងាយ200ម៉ែត្ររាជធានីភ្នំពេញសូមអរគុណចំពោះបងប្អូនដែលបានទស្សនានៅព័ត៌មាននេះបាទដូច្នេះបងប្អូនបានស្ដាប់នៅការបកស្រាយរបស់លោកគ្រូហងសម្បត្តិដែលជានាយកប្រតិបត្តិនៃសាលាភាសាជប៉ុនហត្ថរីរួចមកហើយបាទដែលគាត់បានពន្យល់អំពី
ឱកាសការងារជាសិក្ខាកាមនៅប្រទេសជប៉ុនបាទដូច្នេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅប្រទេសជប៉ុនសូមអញ្ជើញទំនាក់ទំនងមកសាលាហត្ថរិដែលមានទីតាំងនៅជិតសាលាកសិកម្មចំការដូងបាទនៅក្នុងបរិយាផ្ទះល្វែងចំការដូងកសិកម្មឬក៏អាចទំនាក់ទំនងមកផ្ទាល់តាមរយៈលេខទូរស័ព្ទដែលបានដាក់នៅក្នុងវីដេអូបាទហើយបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនហើយនិងប្រជាជនខ្មែរយើងបាទសូមជួយចុច like ជួយ share ហើយជួយ subscribe វីដេអូនេះផងបាទដើម្បីឲ្យពួកគាត់បានទទួលនៅព័ត៌មាននេះឲ្យបានទូលំទូលាយបាទហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលគាំទ្រ channel របស់ខ្ញុំបាទទស្សនានៅ channel របស់ខ្ញុំបាទដែលនិយាយអំពីការងារប្រទេសជប៉ុនបាទនៅពេលនេះខ្ញុំសូមអរគុណហើយសូមជម្រាបលាទាំងអស់គ្នាបាយបាយ